នៅក្នុងរាត្រីយប់មួយមានសិស្សានុសិស្សម្នាក់ដែលមានឈ្មោះថាច័ន្ទគេបានរកឃើញសំបុត្រចាស់មួយនៅឯក្នុងតុសិក្សារបស់ខ្លួនក្រដាសនោះមានពណ៌លឿងស្លេកហើយគ្មានថ្ងៃខែដែលបានសរសេរនៅលើនោះថាគឺជាថ្ងៃស្អែកច័ន្ទបានសើចដាក់ខ្លួនឯងហើយគាត់បានគិតថានេះប្រហែលជាមិត្តភក្តិរបស់គាត់ហើយដែលបានមកលេងសើចជាមួយគាត់ក៏ប៉ុន្តែនៅពេលដែលគាត់បានអានខ្លឹមសារក៏បានរញាក់រញ័រខ្លួនជាខ្លាំងដែលនៅក្នុងសម្បត្តិនោះបាននិយាយថាកុំទៅស្ពានចាស់ដែលនៅលើផ្លូវទៅផ្សារបើអ្នកមិនចង់ស្លាប់នៅថ្ងៃបន្ទាប់ច័ន្ទបានសម្រេចចិត្តទៅមើលស្ពាននោះហើយបានគិតថានោះគ្រាន់តែជាការចង់ដឹងកងលើពីការពិតតែប៉ុណ្ណោះនៅពេលដែលគាត់បានឈានជើងចូលនៅលើស្ពាននោះក៏ស្រាប់តែក្តារស្ពានបានបាក់ចុះទៅក្រោមគាត់ហ៊ាននឹងធ្លាក់ចូលទៅក្នុងទឹកហូរយ៉ាងលឿននោះតែមានដៃត្រជាក់មួយគូបានទាញគាត់ត្រឡប់មកវិញក៏ប៉ុន្តែនៅទីនោះមិនមាននរណាម្នាក់នៅនោះឡើយមានតែសំបុត្រមួយដែលបានសរសេរដាក់នៅលើក្តារស្ពាននោះដែលនៅសខ្ញុំគឺជាអ្នកដែលបានស្លាប់នៅទីនេះកាលពី5ឆ្នាំមុនខ្ញុំមិនអាចឃើញនរណាម្នាក់ធ្វើខុសដូចជាខ្ញុំនោះទេជីវិតរបស់អ្នកដូចតែទើបតែចាប់ផ្ដើមតែប៉ុណ្ណោះចូលរស់នៅដោយប្រុងប្រយ័ត្នច័ន្ទបានដឹងថាខ្មោចនោះមិនមែនមកបំភ័យខ្លួនទេតែមកការពារខ្លួនទៅវិញនោះទេដោយដឹងគុណគាត់បានខ្សឹបប្រាប់ទៅកាន់ខ្យល់ថាខ្ញុំសូមអរគុណបងនៅយប់នោះនៅលើស្ពានក៏ស្រាប់តែឃើញសំមោមនុស្សម្នាក់ដែលបានសម្លឹងមើលទៅកាន់ផ្កាយរួតក៏បានបាត់ខ្លួនដោយក្តីញញឹមបន្ទាប់ពីថ្ងៃកាត់ហេតុនៅលើស្ពានចាស់នោះមកច័ន្ទមិនដែលបំភ្លេចដៃដ៏ត្រជាក់ដែលបានជួយសង្គ្រោះជីវិតរបស់គាត់ឡើយជារៀងរាល់យប់គាត់តែងត្រឡប់ទៅកន្លែងនោះដើម្បីទុកផ្កាម្លិះមួយបាច់និងសំបុត្រតូចមួយផ្ញើទៅកាន់បងខ្មោចនៅយប់មួយនៅពេលដែលគាត់កំពុងតែដាក់ផ្កាក៏ស្រាប់តែបានឮសូរសំឡេងខ្សឹបប្រាប់ពីក្រោយខ្នងគាត់ថាឈប់ធ្វើបាបខ្លួនឯងទៅក្មួយបងមិនមែនជាអ្នកសាកសមទៅនឹងការរំលឹកមួយនេះនោះទេច័ន្ទបានញាក់ស្មាតែគេមិនភ័យខ្លាចនោះឡើយហើយគាត់បាននិយាយទៅវិញថាបងបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដឹងគុណបងជារៀងរហូតភ្លាមនៅទីនោះក៏ស្រាប់ដើមស្ងាត់មួយសំបកធ្វើមកមនុស្សស្រីម្នាក់ក៏បានលេចចេញឡើងបន្តិចម្ដងនាងមានឈ្មោះថាម៉ារីដែលនាងមានអាយុ18ឆ្នាំដែលស្លៀកឯកសណ្ឋានសាលាដូចជាច័ន្ទដែរម៉ារីបានប្រាប់ថាកាលពី5ឆ្នាំមុននាងបានដើរកាត់នៅឆ្លងស្ពាននេះនៅពេលយប់ហើយនាងក៏បានរអិលដួលស្លាប់ដោយសារតែក្តារស្ពានមួយនោះហើយគ្មាននរណាមករកសាកសពរបស់នាងរហូតដល់3ថ្ងៃក្រោយមកបងស្លាប់ដោយសារតែគ្មានអ្នកណាបានព្រមានបងមិនចង់ដឹងបងក៏មិនចង់ឲ្យក្មួយឯងទៅជួបទៅនឹងវាសនាដូចជាបងដែរនាងបាននិយាយដោយសំឡេងសោកសៅច័ន្ទបានដឹងថាគាត់ត្រូវទៅធ្វើអ្វីមួយគាត់បានស្នើសុំឲ្យគេជួយជួសជុលស្ពាននេះឡើងវិញហើយបានដាក់អំពូលភ្លើងនៅតាមដងផ្លូវម៉ារីបានសួរថាតើក្មួយធ្វើដូចម្ដេចទៅបានក្មួយគ្រាន់តែជាសិស្សសាលាតែប៉ុណ្ណោះច័ន្ទបានញញឹមខ្ញុំមានមិត្តភក្តិជាច្រើននិងបណ្ដាញសង្គមមួយរយៈក្រោយមកច័ន្ទបានផ្សព្វផ្សាយរឿងរ៉ាវរបស់ម៉ារីទៅតាម Facebook ហើយបានរៃអង្គាសថវិកាដើម្បីជួសជុលស្ពានអ្នកស្រុកនៅទីនោះការមិនដឹងរឿងការពិតក៏បាននាំគ្នាជួយធ្វើការនៅប៉ុន្មានថ្ងៃក្រោយមកស្ពានចាស់នោះត្រូវបានគេកែលម្អឡើងវិញហើយមានផ្ទាំងថ្មសរសេរថាស្ពានម៉ារីនៅក្នុងយុគដែលប្រពៃម៉ារីបានបង្ហាញខ្លួនជាលើកចុងក្រោយលើកនេះនាងមានរូបរាងភ្លឺថ្លាជាងមុន
ដូចជាពន្លឺព្រះចន្ទគ្រាកំពុងតែចាំងពន្លឺតាមរយៈនាងហើយនាងបាននិយាយថាបងសូមអរគុណបងលែងមានក្តីសោកសៅទៀតហើយបងអាចកើតនៅជាថ្មីបានហើយមុនពេលដែលនាងបាត់ខ្លួនម៉ារីបានប្រគល់ក្រមាតូចមួយទៅឲ្យច័ន្ទក្រមានោះមានក្លិនផ្កាម្លិះដ៏ស្រស់ហើយនៅលើនោះមានសំបុត្រចុងក្រោយមួយដែលបានសរសេរថាជីវិតគឺខ្លីចូលកុំខ្លាចនៅក្នុងការជួយអ្នកដទៃសូម្បីតែអ្នកមើលមិនឃើញវាក៏ដោយច័ន្ទបានឈរនៅស្ងៀមមួយកន្លែងហើយគាត់បានសម្លឹងមើលទៅកាន់កន្លែងដែលម៉ារីបានបាត់ខ្លួនទឹកភ្នែករបស់គាត់បានស្រក់ហូរធ្លាក់មកលើក្រមាតាំងពីពេលនោះមកគាត់បានក្លាយទៅជាមនុស្សដែលចេះយកចិត្តទុកដាក់ទៅលើអ្នកដទៃជាងពីមុនហើយជារៀងរាល់យប់នៅថ្ងៃខួបនៃការជួបគ្នាជាមួយនឹងម៉ារីគាត់តែងតែយកផ្កាម្លិះមួយបាច់ទៅដាក់នៅលើស្ពាននោះហើយគាត់បានខ្សឹបប្រាប់ថាបងម៉ារីបងមិនមែនស្លាប់ឬឥតប្រយោជន៍នោះទេបងបានបង្រៀនខ្ញុំឲ្យស្គាល់អំពីសេចក្តីស្រឡាញ់ការចេះជួយគ្នាទៅវិញទៅមកទោះបីជាវាមើលមិនឃើញក៏ដោយ3ឆ្នាំបានកន្លងផុតទៅច័ន្ទបានក្លាយទៅជានិស្សិតឆ្នាំទី3នៅឯសាកលវិទ្យាល័យមួយគាត់នៅតែរក្សាទម្លាប់យកផ្កាម្លិះទៅដាក់នៅស្ពានម៉ារីជារៀងរាល់ខែប៉ុន្តែនៅក្នុងយប់មួយនៅពេលដែលគាត់ទៅដល់គាត់បានឃើញមានផ្កាម្លិះមួយបាត់ទៀតដែលស្ថិតនៅក្នុងនោះស្រាប់ច័ន្ទបានងឿងឆ្ងល់គ្មាននរណាម្នាក់ក្រៅពីគាត់បានដឹងរឿងនេះនោះទេនៅរំពេចនោះក៏ស្រាប់តែលើសូរសំឡេងស្ត្រីម្នាក់បានបន្លឺឡើងចេញពីក្រោយខ្នងអរគុណដែលមិនភ្លេចបងស្រីច័ន្ទបានបែរមុខទៅមើលបានឃើញស្រមោលស្ត្រីម្នាក់ឈរស្លៀករ៉ូបពណ៌សតែនាងមិនមែនជាម៉ារីនោះទេនាងមានមុខក្មេងជាងហើយបានសម្លឹងមើលទៅកាន់ព្រះច័ន្ទដោយកោរភ្នែកក្រៀមក្រំហើយគាត់បាននិយាយទៅកាន់ច័ន្ទថាបងមានឈ្មោះថារ៉ូសបងគឺជាប្អូនស្រីរបស់បងម៉ារីច័ន្ទបានស្រឡាំងកាំងគាត់មិនដែលដឹងថាម៉ារីមានប្អូនស្រីនោះទេរ៉ូសបានបន្តទៀតថាបន្ទាប់ពីម៉ារីបានស្លាប់គ្រួសាររបស់នាងបានបែកបាក់គ្នាម្ដាយរបស់នាងបានធ្លាក់ខ្លួនឈឺដោយសារតែទុក្ខសោកឪពុករបស់នាងបានចាក់ចេញពីផ្ទះឯរ៉ូសវិញនាងបានផ្លាស់ប្ដូរទៅបានបញ្ជូនទៅរស់នៅជាមួយនឹងជីដូននៅខេត្តឆ្ងាយមួយបងបានត្រឡប់មកវិញហើយឥឡូវនេះដើម្បីមកសុំទោសទៅដល់បងស្រីបងធ្លាប់ឆ្លោះគ្នាជាមួយនឹងនាងនៅថ្ងៃដែលនាងបានស្លាប់រ៉ូសបានយំយ៉ាងសោកសៅច័ន្ទបានដឹងថារឿងនេះមិនទាន់ចប់នោះទេគាត់បានស្នើសុំឲ្យរ៉ូសថាចូលនាងសរសេរសម្បត្តិមួយច្បាប់ទៅកាន់ម៉ារីរួចបានដុតនៅចោលនៅលើស្ពាននេះដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ម៉ារីទទួលបាននៅក្នុងយប់នោះរ៉ូសនិងច័ន្ទបានអង្គុយនៅក្បែរស្ពាននាងបានសរសេរសម្បត្តិដ៏វែងមួយប្រាប់ពីការសោកស្ដាយនិងសេចក្តីស្រឡាញ់របស់នាងទៅលើបងស្រីនៅពេលនោះភ្លើងក៏បានឆាបឆេះសម្បត្តិនោះខ្យល់ក៏បានបោកបក់យ៉ាងចម្លែកហើយផ្កាម្លិះរាប់រយបានរុះរយធ្លាក់លើមេឃដូចជាភ្លៀងនៅរំពេចនោះស្រមោលមួយបានលេចឡើងនៅចន្លោះអ្នកទាំងពីរវាគឺជាម៉ារីប៉ុន្តែលើកនេះនាងមិនមែនជាខ្មោចដ៏ក្រៀមក្រំទៀតនោះទេនាងបានញញឹមហើយបានលើកដៃវាយក្បាលរ៉ូសយ៉ាងថ្នមថ្នមដោយសេចក្តីស្រឡាញ់ហើយនាងបាននិយាយថាបងមិនដែលខឹងទៅនឹងកូនទេបងនៅតែស្រឡាញ់ប្អូនជានិច្ចរ៉ូសបានយំនាងមិនអាចប៉ះពាល់ទៅលើបងស្រីបាននោះឡើយម៉ារីបានបែរមើលមកកាន់ច័ន្ទវិញហើយបាននិយាយថា
ក្មួយច័ន្ទបងសុំទោសដែលមិនបានប្រាប់អូនបងមិនបានប្រាប់ពីរឿងរស់កាលពីមុនបងខ្លាចអូនមានបន្ទុក